លោកជាងឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំមុនពេលគាត់ស្លាប់ថាមានអាកំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយលាក់ក្នុងអណ្ដូងនេះមានតែម្ចាស់ដេវហែងទេដែលអាចបើកវាបានសូមបង្កើនកម្លាំងរបស់អ្នកចាប់ដើមតើនេះជាអ្វីតើនេះជាអ្វីតើមានអ្វីកើតឡើងនេះគឺជាអន្ទាក់វាត្រូវបានបន្សល់ទុករាប់រយឆ្នាំមិនដែលត្រូវបានបើកទេលោកជាងខ្ញុំមិនព្យាយាមធ្វើបាបអ្នកទេមិនអីទេខ្ញុំនឹងព្យាយាមមើលថាតើពួកគេធ្វើបាបអ្នកណាម្នាក់មិនអីទេខ្ញុំនឹងព្យាយាមមើលថាតើពួកគេធ្វើបាបអ្នកណាម្នាក់នេះជាឆេធូតើអ្នកទាំងពីរនេះមានប្រភពមកពីណាឆេធូកំពុងពិនិត្យសូមអបអរសាទរចំពោះអ្នកនិពន្ធដែលបានរកឃើញព្រះអក្រក់ឆៃបាញ់ Fanwatch ឆៃបាញ់ Fanwatch ហេតុអ្វីបានជាខ្ញុំស្ដាប់ទៅដូចជាសាំជំរាបសួរដល់ព្រះអក្រក់ទាំងពីរលោកជេងហេតុអ្វីបានជាព្រះដ៏អាក្រក់ទាំងពីរនេះលេចមកនៅទីនេះខ្ញុំឆ្ងល់ថាហេតុអ្វីបានជាវិញ្ញាណអាក្រក់របស់បន្ទប់203មិនបង្កបញ្ហាវាប្រែថាវាគឺដោយសារតែទាំងពីរនេះតើយើងគួរធ្វើអ្វីព្រះអាក្រក់ទាំងពីរត្រូវតែនៅក្នុងផ្ទះវាត្រូវតែមិនមានសន្តិភាពទេលោកជេងសូមជួយពួកគេដល់ទីបញ្ចប់ក្រោកឡើងមុនឥឡូវនេះខ្ញុំមិនបានដាស់ព្រះអាក្រក់ទេតោះចាំដល់ស៊ីទូនឹងខ្ញុំទៅតង់សិនស្ដាប់រកអនុស្សាវរីយ៍សិនគ្រប់ដណ្ដប់អណ្ដូងជាមួយទឹកគ្មាននរណាម្នាក់អាចចូលទៅជិតក្នុងអំឡុងពេលនោះទេខ្ញុំនឹងទៅឥឡូវនេះឆៃស្វ័យដ៏មានល្បិចគាត់រត់ទៅក្រោយភ្នំពេលដឹងថាកន្លែងនេះពិបាកចូលណាស់វាមិនអីទេខ្ញុំអាចកម្ចាត់ព្រះអាក្រក់និងអារក្សដោយដៃរបស់ខ្ញុំនៅម៉ោង12ខ្ញុំនឹងនាំអ្នកទៅព្រៃតូចមួយហេតុអ្វីបានជាអ្នកមកព្រៃតូចកណ្ដាលយប់ព្រះអាក្រក់គួរឲ្យខ្លាចពេកវាមិនអីទេកុំបារម្ភលើលោកនេះគ្មានអំពើអាក្រក់ទេហេតុអ្វីបានជាមិនមានអគ្គិសនីនៅពេលនេះតើអ្នកណានៅខាងក្នុងខ្ញុំកំពុងប្រាប់អ្នកខ្ញុំមិនខ្លាចទេជំនួយព្រះអាក្រក់នៅទីនេះព្រះអាក្រក់នៅទីនេះព្រះអាក្រក់នៅទីនេះម៉ោង12យប់សូមអបអរសាទរចំពោះម្ចាស់ប្រទេសដែលបានបញ្ចប់ភារកិច្ចយិននឹងយ៉ាងដៅរ៉ូបយិននឹងយ៉ាងដៅឡៃការដាំដុះរង្វាន់អំណាចនៃដើមឈើគឺខ្ពស់តើនេះជាអំណាចរបស់ដើមឈើវាខ្លាំងជាងដើមឈើយិននឹងយ៉ាងដៅរ៉ូបអាចបង្កើនកម្រិត3ដំណាក់កាលយិននឹងយ៉ាងដៅឡៃអាចបង្កើនកម្រិត2ដំណាក់កាលហើយវាអាចបង្កាប់អំណាចនៃព្រលឹងមកបាត់អ្នកចុចប៊ូតុងវាធ្វើដូចនេះខ្ញុំក៏មិនបានចុចដែរកាបូតអ្នកមិនអាចចុចប៊ូតុងបានទេវាជាមូលដ្ឋានដូចនេះនៅពេលសូមចុចប៊ូតុងអ្នកឆ្លងកាត់រង្វាន់អំណាចនៃទេពអប្សរសូមក្រឡេកមើលទ្រព្យសម្បត្តិទាំងនេះរឿងព្រេងនិទាននៃអមតៈនឹងយ៉ាងទៅសម្ងាត់គ្រឿងញៀនខ្មោចពងវែងអំណាចនៃភូមិសាស្ត្រពេលវេលាហានិភ័យខ្ញុំអាចហៅខ្មោចបន្ទាប់ពី Kitchen បន្ទាប់មកបញ្ជូនយកឆេនមកជួយសង្គ្រោះគាត់ខ្ញុំមិនទម្លាក់ទៅទេវានៅពីមុខខ្ញុំតើខ្ញុំខំកាត់ទេឬយកឆេនជួយខ្ញុំទេខ្ញុំត្រូវសួរយ៉ាងបេខ្ញុំរីករាយណាស់ដែលខ្ញុំបានត្រឡប់មកវិញបោះស្លាយតើយ៉ាងបេនៅណាខ្ញុំត្រូវនិយាយជាមួយគាត់លោកជេងរវល់គាត់មិននៅទីនេះទេឥឡូវនេះតើខ្ញុំគួរធ្វើអ្វីខ្ញុំត្រូវអរគុណគាត់អ្នកអាចរងចាំតើនេះអាចទៅជាយ៉ាងណាលោកបណ្ឌិតវ៉ាន់នៅតែភ្ញាក់ទេខ្ញុំនៅជាមួយអ្នកថ្ងៃនេះខ្ញុំត្រូវតែស្គាល់ជេងបេខ្លាំងខ្លាយខ្ញុំត្រូវតែវាបានឡើងលើជេឆេងខ្ញុំមិនអាចបាត់បង់ជីវិតបានទេខ្ញុំនឹងទៅទីនោះភ្លាមខ្ញុំមិនអាចទ្រាំដើម្បីពិភាក្សាបានទេដរាបណាខ្ញុំនៅរស់ខ្ញុំគ្រាន់តែចង់ស្លាប់ថ្ងៃនេះប៉ុន្តែយ៉ាងហោចណាស់យើងអាចចំណាយពេលវេលារួមគ្នាសម្រាប់ពេលវេលាដ៏ធំអ្នកនិយាយត្រូវខ្ញុំបានសង្កត់ធ្ងន់ថាយើងគួរតែជួបគ្នាដើម្បីចែករំលែកអារម្មណ៍បើអ្នកពិតជាចង់ជួបខ្ញុំម្ដងទៀតកុំភ្លេចនោះខ្ញុំស្រឡាញ់ឆៃហេសេខ្ញុំជាវីរបុរសរបស់នាងពីរអ្នកទៀតគឺអស្ចារ្យពេកជាសំណាងល្អខ្ញុំបានទទួលវាជាមុន
ប៉ុន្តែ Kéo Chen បានបាត់បង់យានខែយ៉ាងច្រើនត្រូវការបន្ថែមយ៉ាង3ឥឡូវនេះនៅលើភ្នំខាងក្រោមអ្នកនឹង Kéo Chen ជួយសង្គ្រោះខ្ញុំទេខ្ញុំនៅក្នុងបន្ទប់នេះគ្រប់ពេល Kéo Chen មិនអាចធ្វើតែម្នាក់ឯងបានទេវាច្រើនពេកហើយពិតខ្ញុំនឹងទៅបន្ទប់ទឹកទាំងពីរនេះតើវាជាអតិថិជនថ្មីរបស់អ្នកទេមិនមែនជាអតិថិជនទេគឺយិន Shen ជំរាបសួរយិន Shen ពីរនាក់មិនក៏យិន Sin មិនអន់មុខរដូវមិនស្ថិតស្ថេរជីវិតសន្តិភាពតើខ្ញុំត្រូវអោនដែរទេវាជាការល្អក្នុងការអោនមិនអាចទេអ្វីដែលយិន Shen នេះគឺជាអ្វីជំនឿទាំងអស់អ្នកគឺជាយុទ្ធការដើម្បីផ្ដល់តម្លៃត្រឹមត្រូវដល់ទស្សនិកជនមិនអីទេបន្ទាប់មកខ្ញុំនឹងមិនអន់ក្បាលទេកុំអន់ក្បាលចុះវាមានន័យថាអ្នកមិនមានវិទេអ្នករត់ទុកយិន Seng លោកជាងសូមណែនាំខ្ញុំខ្លះឲ្យអង្គឆៅមួយចានមកខ្ញុំពេលប្រអប់យកពងតែបើមិនញ៉ាំទាំងអស់ទេគឺរំហើយតើអ្នកយល់យ៉ាងណាចំពោះការសម្ដែងរបស់អ្នកនៅថ្ងៃនេះ8ដូច្នេះថ្ងៃនេះយើងមានការប្រកួតប្រជែងតន្ត្រីវាមិនមែនជាការប្រកួតរំតែអ្នកមកទេក្រុមទី1នៅទីនេះរបៀបដែលវាទទួលបានវិចារញ្ញាណអញ្ចឹងខ្ញុំក៏ត្រូវនិយាយដែរខ្ញុំបានឃើញពេលវេលាបុកផ្លូវខ្ញុំនឹងមិនញ៉ាំទេអូជាងបីពិតជាខ្មោចមែនហេតុអ្វីបានធូបឆេះលឿនម្ល៉េះនេះមានន័យថាខ្យល់នៅទីនេះមានជាតិទឹកច្រើនអុកស៊ីសែនគឺគ្រប់គ្រាន់នេះគឺជាគោលការណ៍នៃការដុតគ្មាននរណាម្នាក់ធ្វើម្ហូបនៅទីនេះទេមានក្លិនដូចអង្ករយ៉ាងដូចម្ដេចតើគាត់ឬវាជារសជាតិនៃអង្ករឆៅតើមានចង្ក្រានបាយនៅទីនេះទេតើអង្ករឆៅអាចយកទៅជាបាយឆ្អិនបានយ៉ាងណាជាងបីទីបំផុតអ្នកធ្វើវាបានហើយវាមិនអាចទៅរួចទេតើនេះអាចទៅរួចដោយរបៀបណាតើអង្ករឆៅអាចយកទៅជាបាយឆ្អិនបានយ៉ាងណាវាឆ្ងាញ់ណាស់នេះគឺជាអង្ករឆ្អិនបណ្ឌិតវ៉ាងតើនេះជាគោលការណ៍អ្វីខ្ញុំយល់នេះត្រូវតែជាអង្ករឆៅដែលយួនឆេងកម្ដៅដោយមីក្រូវេវមើលរឿងតូចតាចដែលខ្ញុំនឹងលាតត្រដាងដល់ជាងបីវាចម្លែកណាស់ហេតុអ្វីបានជាមិនមានប្រតិកម្មតើនេះជាគោលការណ៍វិទ្យាសាស្ត្រដែលមិនស្គាល់ខ្ញុំនឹងទៅបន្ទប់ទឹកមិនអីទេខ្ញុំនឹងពិនិត្យវាខ្ញុំមិនគិតថាយ៉ាងបីកុហកទេយ៉ាងបីកុហកកំដងទៀតតើអ្នកដឹងអ្វីខ្លះនេះជាការធ្វើឲ្យចៅហ្វាយយិនទាត់ទ្វារស្ដេចបានបន្សល់ដង្ហើមនៅទីនេះបញ្ជាក់ថាមេរបស់ម្ចាស់ហ្គានបានលុបយានឆៃឲ្យដកថយមានវិធីបែបនេះទេអ្នកនៅតែធ្វើតាមលោកយ៉ាងហេតុអ្វីបានជាអ្នកមិនដឹងអ្វីទាំងអស់លោកយ៉ាងនេះជាសារលឿងដែលអ្នកចង់បានចុះរឿងនេះបានមកដល់ទីបញ្ចប់ហើយយើងមិនបានណាត់គ្នាតាំងពីពេលនោះមកចាប់ពីពេលនេះទៅគ្មានទំនាក់ទំនងរវាងអ្នកឡើយលោកជេងវាជាកំហុសរបស់អ្នកដែលរំខានលោកជេងខ្ញុំបានធ្វើខុសខ្ញុំសុំទោសទៅអ្នកកំពុងរំខានទៅបន្ទាប់មកខ្ញុំអាចទៅយ៉ាងបេប៉ុណ្ណោះហេតុអ្វីខ្ញុំមិនអាចទៅទីនោះតើវាអាចថាអគ្គនាយករបស់យ៉ាងបេពិតជាមានប្រយោជន៍មែនទេហេតុអ្វីបានជាអ្នកសហការជាមួយនាងខ្ញុំពិតជាមិនអាចទៅទីនោះបានទេខ្ញុំនឹងជឿជឿប្រសិនបើខ្ញុំទៅទីនោះស្ថានភាពមិនត្រឹមត្រូវទេតើយ៉ាងបេទៅតែសម្ដែងទេលោកវិជ្ជាបណ្ឌិតវងខ្ញុំពិតជាមិនបានកុហកអ្នកទេខ្ញុំពិតជាមិនអាចទៅទីនោះបានទេតើមានអ្វីកើតឡើងខ្ញុំបានរកឃើញវាមើលដោយប្រុងប្រយ័ត្នគួរតែមានអ្វីមួយដែលលោកខ្វាក់លើអ្នកទេហេតុអ្វីបានជារាងកាយរបស់ខ្ញុំមានខ្សែតើគាត់បានយកវាពីភ្នំខាងក្រោយទេខ្ញុំមិនដឹងទេ